ពុំម៉ែបងប្អូនទាំងគ្នាអានេះនៅស្រុកខ្ញុំគេហៅដើមក៏ត្រមបាយរីណាតោះនេះហើយភាគច្រើននៅខាងខ្ញុំគេយកស្លឹកពីយកមកធ្វើបង្អែមឬជំនួយក៏ត្រមបាយរីហើយដើមហ្នឹងភាគច្រើនវាដុះនៅតាមដំបូកណាតោះនេះតាមដំបូកសម្បូរហើយនេះជាលទ្ធផលដែលយើងទទួលបានតែរបៀបធ្វើខ្ញុំអត់បានថតឲ្យអ្នកទាំងអស់គ្នាអាហ្នឹងរបៀបធ្វើវាមានស្លឹកនេះឡស្លាប់អាស័យហើយនឹងទៅថតអាស្លាប់ទៅអមេរិកហ្នឹងបុកចូលគ្នាហើយច្របាច់យកទឹកនោះវាចេញមកបែបនេះហើយលទ្ធផលដែលយើងបានគឺបាន3ហ្នឹងអ្នកទាំងអស់គ្នាអឺដើមវាខ្ញុំបាន3ដើមអ្នកទាំងអស់គ្នាហើយអឺចាំមើលលទ្ធផលចេញមកគឺយើងធ្វើបង្អែមហូបនេះជាបង្អែមនេះជាបង្អែមរបស់យើងហើយគ្រឿងផ្សំវាមានគ្រាប់ជីទឹកស្ករទឹកដោះគោហើយយើងនិយាយទៅក៏ទីនោះជាក់ហើយឆ្ងាញ់ណាស់នេះជាតិចូលយ៉ា